Okay, hello everybody, welcome back to my second video and also first video is just the introduction a little bit of English, and this video I just focus on how to improve my speaking skill and based on my experience. Okay, now welcome back to video ទី 2 របស់ខ្ញុំ ដោយទាំងអស់គ្នាបានទស្សនាវីដេអូទី 1 អញ្ចឹងមិនថាតើតងជាមួយនឹងការណែនាំទៅទួចវិធីសាស្ត្រនៃការរៀនផ្លេរបស់ខ្ញុំចឹងបញ្ជាក់ម្ដងទៀតខ្ញុំគ្រាន់តែជាអ្នករៀនម្នាក់ចឹងខ្ញុំនឹងចែកម្លែកអ្វីដែលខ្ញុំបានរៀនមកបញ្ជាក់ថាខ្ញុំមិនមែនជាអ្នកជំនាញនិយាយទេប៉ុន្តែវាតែតកតងជាមួយនឹងបទពិសោធន៍របស់ខ្ញុំដែរថាខ្ញុំរៀនបែបណាអញ្ចឹងណាអញ្ចឹងមែនទេទៅក៏អធិស្ឋានតកតងជាមួយនឹងសម្លេងរំខានមានឆាបមានអីមានម៉ូតូបើកចុះឡើងក៏សូមអធិស្ឋានដោយសារតែខ្ញុំអត់បានដាក់ម៉ៃទេខ្ញុំនិយាយ directly ជាមួយនឹងកាមេរ៉ាទូរស័ព្ទរបស់ខ្ញុំវាអត់បានព្រៀបអីទាំងអស់ដាក់កាមេរ៉ាគឺខ្ញុំថតចូលមកអូខេអញ្ចឹងមែនទេទៅតកតងជាមួយនឹងបទពិសោធន៍របស់ខ្ញុំតែខ្ញុំរៀនមិនបានខ្ញុំអាចនិយាយអង់គ្លេសបានតិចក៏ចេះនិយាយខ្លះណាអូខេអញ្ចឹងទី 1 នៅពេលដែលខ្ញុំបានរៀននៅសាលាក្រៅមកដែរឬក៏ YouTube ផ្សេងៗដែរអញ្ចឹងណាអញ្ចឹងវាថាខ្ញុំរៀនថ្ងៃហ្នឹងខ្ញុំរៀនបាន10ពាក្យអញ្ចឹងខ្ញុំយក10ពាក្យហ្នឹងទៅបង្កើតជាប្រយោគដែល fresh ផ្សេងមក practice រាល់ថ្ងៃហើយនឹងខ្ញុំនិយាយជាមួយនឹងខ្លួនឯងដូចជាហាត់ប្រាណជិះម៉ូតូជិះកង់ផ្សេងគឺជា time ដែលខ្ញុំត្រូវ practice English របស់ខ្ញុំអញ្ចឹងវាថាពេលហ្នឹងគឺខ្ញុំនិយាយអង់គ្លេសច្រើនមែនទេព្រោះយើងអត់ដឹងថាគិតអីទេពេលហ្នឹងមានតែយើងត្រូវតែនិយាយអង់គ្លេសព្រោះយើងរៀនយើងត្រូវតែនិយាយហើយមួយទៀតខ្ញុំតែងតែអនុវត្តភាសាអង់គ្លេសរបស់ខ្ញុំជាមួយនឹងកញ្ចក់ actually គឺខ្ញុំតែងតែធ្វើវាមែនអញ្ចឹងនៅពេលដែលខ្ញុំ like ត្រូវ presentation តែផ្សេងគឺខ្ញុំត្រូវនិយាយអង់គ្លេសខ្ញុំត្រូវតែនិយាយជាមួយនឹងកញ្ចក់ដើម្បីយើងឃើញពីសកម្មភាពរបស់យើងពី action របស់យើងថាយើងនិយាយអង់គ្លេសហ្នឹងវាអាកាយវិការរបស់យើងហ្នឹងនិយាយពីបែបណាអញ្ចឹងយើងអាច reflection ខ្លួនឯងបានដែរយើងឆ្លុះប្រចាំខ្លួនឯងថាយើងគួរកែកន្លែងណាហ្នឹងតាក់ទងជាមួយនឹងកញ្ចក់មួយទៀតអញ្ចឹងខ្ញុំ always ស្ដាប់ podcast នៅក្នុង YouTube ព្រោះយើងមុននឹងយើងនិយាយក៏យើងត្រូវចេះស្ដាប់តិចតួចដែរហើយក៏យើងស្ដាប់រយការបញ្ចេញសលេងផ្សេងទៅតាមគេណាប៉ុន្តែបើសិនជាការបញ្ចេញសលេងវាមិនដូចគេព្រោះយើងជាខ្មែរវាមិនជា model language របស់យើងទេអញ្ចឹងគឺថាយើងនិយាយឲ្យត្រូវ phonetic មិនន័យថាឲ្យត្រូវពាក្យហ្នឹងថានិយាយថាម៉េចខ្ញុំគិតថាបានទេបើសិនជាឲ្យយើងទៅនិយាយតាមគេខ្ញុំគិតថាខ្ញុំមិនអាចទៅរួចទេអញ្ចឹងថាខ្ញុំនិយាយឲ្យត្រូវ phonetic គេស្ដាប់បានគេយល់ថាខ្ញុំអាចនិយាយជាមួយគេបានខ្ញុំអត់គិតថាសម្លេងរបស់ខ្ញុំទៅដូចហើយនឹងបរទេសគឺខ្ញុំអត់សូវគិតរឿងហ្នឹងឯងសំខាន់គេស្ដាប់ខ្ញុំបានអត់តែប៉ុណ្្នឹងណាអញ្ចឹងបន្ទាប់ទៀតតើតងជាមួយនឹងនិយាយរបស់ខ្ញុំតែងតែចូល join group conversation ថាការ join នៅក្នុង Telegram និយាយអង់គ្លេសដាក់ topic ទូចៗណាចាប់ផ្ដើមពីទូចៗអញ្ចឹងទៅយើងនិយាយ every day យើងត្រូវតែអនុវត្តភាសាអង់គ្លេសយើងរាល់ថ្ងៃวันមកយើងត្រូវតែបង្កើនពាក្យពិបាកឲ្យច្រើនថាយើងចេះពាក្យកាន់តែច្រើនការនិយាយរបស់យើងក៏វាកាន់តែច្រើនតាមដែរអញ្ចឹង how to improve your vocabulary យើង reading book ណាយើងត្រូវអានសៀវភៅឲ្យច្រើនថាយើងយល់ fresh យើងយល់ clear ដែលគេនិយាយដែលគេទៅសេឲ្យបានច្រើនគឺថាយើងអាចនិយាយបានច្រើនដូចគ្នាអញ្ចឹងយើងមានពេលយើងអានសៀវភៅឲ្យបានច្រើនហើយthenយើងយកយើង note បើសិនជាអាចណាគឺថាវាកលឹះនៃការរៀនវាខុសគ្នាយើងអាច tag ពាក្យនឹងម្ដងយើង tag យើង note នៅក្នុងយើង tag នៅក្នុង note របស់យើងមកហើយthenយើងបង្កើតជា clear បង្កើតជាប្រយោគបង្កើតជាអីក៏បានឲ្យតែយើងឆាប់យល់ពាក្យហ្នឹងហើយthenយើងយកទៅ practice នៅក្នុង like សកម្មភាពនៅក្នុងប្រចាំថ្ងៃរបស់យើងមកដើម្បីទៅនិយាយថាពេលដែលយើងរៀនហើយយើងទៅនិយាយក្នុងពេលអាពិតប្រកបហ្នឹង real time ហ្នឹងវាមិនអញ្ចឹងយើងត្រូវតែ practice វាដែរអូខេអញ្ចឹងអានេះជាបទពិសោធន៍របស់ខ្ញុំជាការរៀនរបស់ខ្ញុំបើសិនជាទាំងអស់គ្នាមាន like different from ខ្ញុំ is okay like share មកកាន់ខ្ញុំដែរខ្ញុំមាន tip ខ្លះទាក់ទងជាមួយនឹងlikeអ្វីដែលខ្ញុំ set ខ្លួនឯងមានថា be confident
มีทางยังเติร์แต่ตกใจเลยคนเองทางยังดันเฟย์about mistake ยังกลมคล้ายเฉยๆหนึ่งปัญหาผู้ยังชีในอดีตเนี่ยยังเชื่อเลินเลยช่างเวทางจะมีปัญหาติดตัววิจิตรธรรมดาสำหรับในอดีตเนี่ยสำคัญยังโยอ่ะ mistake บ่อยเยอะนึงแต่กายอ่ะโยอ่ะปัญหาดีกว่าโยอาจจะไปควักคัดบ่อยเยอะแต่กายอ่ะบ่อยเยอะกายบ้านไม่ทายเยอะจกจีแต่ตัวเฉยๆหนึ่งmistake นั่นไงประกอบที่ไม่ทายยังเซตหรือ small goal ไม่ทายบางไงยังเตอร์เรียนประมาณ fresh บางไงยังเถยเช่นใจปันแน่อันนั้นยังเซต goal ได้คนเองคนได้โอเคฉันแต่ตรงชั่วโมงการในยัยบอลยมเมนปันนั้นซึ่งต้องตาบองบอลต่างออกนี่มีเซตเป็นยมก็เลยช่วยฉันเลยคนได้โอเค goodbye see you next video